មានបងប្អូនយើងខ្លះគាត់ថាលោកឃើញលោកធ្វើវីដេអូតាក់ទងនឹងការប្រើប្រាស់ជីទឹក 3K អាចកាត់បន្ថយការប្រើជីគ្រាប់ថ្នាំគីមីអីហ្នឹងទំនងពេកហើយគាត់ថាទុកអារម្មណ៍អត់ចង់ធ្វើតាមប៉ុន្តែនៅតែចិត្តអត់ដាច់ព្រោះថាគាត់មានបទពិសោធន៍ក្រាស់ក្រែលហើយជាមួយនឹងការប្រើប្រាស់ជីទឹកផ្សេងកន្លងមកណាគាត់ថាដែរជោគជ័យសោះឮតែអួតចេះអួតចុះហើយពេលដែលគាត់កាត់បន្ថយជីគ្រាប់ទៅស្រូវយើងគឺអត់ល្អអត់ពេញចិត្តវាមិនដូចកាលប្រើជីគីមីហើយខ្ញុំឃើញលោកផុសរូបភាពស្អាតថាទោះបីជាកន្លងមកធ្លាប់ប្រើជីប្រមាណ B ក៏ដោយពេលដែលធ្វើតាមបច្ចេកទេសខ្ញុំប្រើជីទឹក 3K នេះនៅសល់ត្រឹមតែប្រហែលជា 3B ទៅ 2B កន្លះអីហ្នឹងណាគាត់ថានៅតែចិត្តអត់ដាច់អញ្ចឹងអត់ហ៊ានធ្វើតាមព្រោះគាត់ធ្លាប់បរាជ័យជាមួយនឹងផលិតផលផ្សេងអញ្ចឹងខ្ញុំសូមសំណូមពរបងប្អូនបែងចែកអារម្មណ៍ឲ្យដាច់រវាងផលិតផលផ្សេងនិងជីទឹក 3K ជីទឹក 3K នេះជាផលិតផលដែលខ្ញុំបង្កើតឡើងឆ្លងកាត់ការអនុវត្តជាក់ស្ដែងនឹងយូរឆ្នាំមកហើយប្រសិនបើបងប្អូនចង់ដឹងច្បាស់អាចទំនាក់ទំនងជាមួយនឹងអ្នកដែលធ្លាប់ប្រើផលិតផលជីទឹក 3K កន្លងមកដែលខ្ញុំតែងតែផុសលើបណ្ដាញសង្គមហើយសួរមើលថាតើអ្នកលក់ម្នាក់ណាដែលតែងតែផុសបង្ហាញមុខកសិករដែលប្រើប្រាស់ផលិតផលដោយថេកឈ្មោះដោយប្រាប់ទីតាំងហើយអត់ពិបាកទេបើចង់សួរនាំពីការអនុវត្តជីទឹក 3K នឹងទទួលលទ្ធផលយ៉ាងណាជាមួយនឹងកសិករដែលមានបទពិសោធន៍ប្រើបងប្អូនគ្រាន់តែចុចលើឈ្មោះគាត់ទៅអាច connect តាក់ទងមួយគាត់បានហើយអញ្ចឹងហើយបានខ្ញុំចង់ជម្រាបបងប្អូនដែរថាស្ទើរតែមិនមានកសិករណាម្នាក់ដែលខ្ញុំធ្លាប់អនុវត្តជាមួយគាត់ធ្លាប់ប្រើប្រាស់ផលិតផលខ្ញុំរាប់ឆ្នាំមកហើយប្រតិកម្មឬថាធ្វើទៅវាអត់កើតអត់ល្អដូចជាមិនមានទេបងប្អូនបើសិនជាអាចមានគឺថាក្នុងករណីតិចតួចបំផុតទេដោយសារកត្តារំខានផ្សេងណាដែលធ្វើឲ្យការប្រើប្រាស់បច្ចេកទេសនេះបរាជ័យនឹងប៉ុន្តែខ្ញុំនឹករកស្ទើរតែមិនឃើញផងអ្នកណាដែលគាត់បរាជ័យជាមួយបច្ចេកទេសខ្ញុំនេះអញ្ចឹងសូមបងប្អូនមានទំនុកចិត្តទៅលើបច្ចេកទេសហ្នឹងកុំយកអារម្មណ៍ច្រឡំច្បុកច្បល់ជាមួយនឹងផលិតផលផ្សេងថាជីទឹក 3K ហើយមួយវិញទៀតប្រសិលនេះក៏ខ្ញុំចង់ជម្រាបដែរបងប្អូនយើងជាច្រើនដែលគាត់ចុះធ្វើនៅវគ្គនេះហើយខ្វះខាតទឹកអញ្ចឹងទេគាត់ប្រើវិធីព្រោះស្ងួតដូចជាក់ស្ដែងស្រែនេះអញ្ចឹងដោយសារកន្លែងដែលខ្ញុំកំពុងតែធ្វើវីដេអូហ្នឹងជាដីប្រភេទលបាយខ្សាច់អញ្ចឹងហើយដុះល្អបងប្អូនដុះដូចដែលយើងព្រោះទឹកអញ្ចឹងមើលទៅស្មើចេះហើយស្រូវដងដើមស្អាតមែនតើយើងរងចាំតែពេលមានទឹកបូមបញ្ចូលតែម្ដងហើយអញ្ចឹងបងប្អូនយើងជាច្រើនគាត់ចោទជាសំណួរថាលោកបើខ្ញុំអត់មានទឹកព្រោះទេខ្ញុំព្រោះកប់ព្រោះស្ងួតបែបហ្នឹងថាតើប្រើផលិតផលរបស់លោកគ្រូតាមបច្ចេកទេសលោកគ្រូកើតអត់បានបងប្អូនបានអត់អីទេប៉ុន្តែក៏ខ្ញុំមានលក្ខខណ្ឌដែរមិនមែនបានទាំងស្រុងទេណាបាននេះក្នុងករណីដែលបងប្អូនមានប្រភពទឹកច្បាស់លាស់នៅចិត្តពេលណាដែលវាដុះកពស់ស្រូវប្រហាក់ប្រហែលហ្នឹងបងប្អូននឹងបាញ់ថ្នាំស្មៅសិនទៅបន្ទាប់ពីបាញ់ថ្នាំស្មៅបានមួយថ្ងៃឬអីទៅចាំបងប្អូនបូមទឹកបញ្ចូលមកហើយពេលដែលបូមទឹកបញ្ចូលលើកដំបូងនឹងហើយដែលយើងអាចប្រើជីទឹកដាក់ជីគ្រាប់ជាការកំណត់ដូចដែលយើងចុះធ្វើកាលពីអាយុស្រូវប្រហែលជា15ថ្ងៃតាមរយៈការព្រុសដុះអញ្ចឹងប្រហែលគ្នាដែរអញ្ចឹងមិនពិបាកទេបងប្អូនឲ្យតែបងប្អូនមានទឹកគ្រប់គ្រាន់យើងអាចធ្វើបានទោះបីជាព្រុសស្ងួតព្រុសកប់របៀបអញ្ចឹងក៏អាចធ្វើបានដូចគ្នាដែរសំខាន់បងប្អូនប្រឹក្សាជាមួយខ្ញុំសិនមកខលមកសិនមកមួយវិញទៀតខ្ញុំក៏ចង់ជម្រាបដែរថាបងប្អូនចង់ដឹងព័ត៌មានពិតប្រាកដជាក់លាក់ហ្នឹងសូមបងប្អូនខលឬក៏ឆាតមកសូមកុំcomment ណាសូមកុំ comment ចូលសួរលោកមិននិយាយអស់សេចក្តីខ្ញុំចង់ដឹងរឿងនេះខ្ញុំចង់ដឹងរឿងនោះអញ្ចឹងវីដេអូដែលខ្ញុំចេញកន្លងមកមានច្រើនណាបងប្អូនវីដេអូមួយมันអាចផ្ដល់សេចក្តីគ្រប់គ្រាន់ទៅតាមតម្រូវការទៅតាមតម្រូវចិត្តបងប្អូនចង់ដឹងទេអញ្ចឹងប្រសិនបើបងប្អូនចង់ដឹងដល់ចំណុចណាដែលខ្ញុំមិនមានបង្ហាញក្នុងវីដេអូឬបងប្អូនមើលទៅវាខ្វះចន្លោះណាបងប្អូនអាច call ឬ chat មកខ្ញុំមកមិនជាធ្ងន់ស្រាលអីទេអញ្ចឹងហើយសូមជម្រាបលេខទូរស័ព្ទឡើងវិញដើម្បីបងប្អូនយើងមានតំណែងចង់ដឹងហ្នឹងសូមតាក់ទងមកលេខទូរស័ព្ទ097 3368 111ហើយមកប្រព័ន្ធដែលខ្ញុំប្រើប្រាស់ជា Telegram ដែរ096 49 91 264ឬក៏បងប្អូនអាចតំណែងតាម profile Facebook ដែលខ្ញុំកំពុងតែធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះបងប្អូននឹងទទួលបានព័ត៌មានលម្អិតនៅអ្វីដែលបងប្អូនចង់ដឹងតែម្ដងអរគុណជូនពរបងប្អូនមានសុខភាពល្អអរគុណជម្រាបលា